សួស្តីបងប្អូនទាំងអស់គ្នាបាទថ្ងៃនេះខ្ញុំនាំបងប្អូនមកមើលដើមកញ្ញូងមួយដើមបាទដែលមានទំហំធំហើយខ្ពស់បាទខ្ពស់ជិត20 ម៉ែត្របាទដើមត្រង់ល្អបាទដើមកញ្ញូងប៉ុណ្ណេះនឹងចាត់ទុកថាត្រង់ហើយបាទហើយទំហំវិញខ្ទង់ជា1 ម៉ែត្រជាងបាទហើយវាដុះមកគុំបាទមកគុំនេះមាន2ដើមបាទមាន2ដើមប៉ុន្តែមួយដើមទៀតនោះវាបែកបាទវាបែកចំពីមបាទបែកចំពីម2បាទអញ្ចឹងរួមទាំងអស់វា3ដើមបាទរួមទាំងចំពីមផងប៉ុន្តែវាធំទាំងអស់បាទវាធំវាអត់ក្តៀបទេបាទពិតមែនថាវាបែកចំពីមមែនប៉ុន្តែវាអត់ក្តៀបអានេះធំណាស់បាទប៉ុន្តែថនអញ្ចឹងមើលទៅដូចតូចបាទធំប៉ាន់ដើមថ្នោតបាទមួយនេះទូចជាងគេបាទប៉ុន្តែប្រហែលជាប៉ាន់ដើមថ្នោតហើយបើមួយនេះធំបាទធំជាងគេបងអស់មួយនេះក៏ធំដែរអញ្ចឹងឃើញដើមស្អាតពេកបាទឃើញដើមកញ្ញូងស្អាតពេកចង់បង្ហាញបងប្អូនអ្នកដែលស្រឡាញ់ចូលចិត្តដើមឈើបាទដូចខ្ញុំជាអ្នកចូលចិត្តដើមឈើបាទពេលឃើញដើមឈើល្អពេលឃើញដើមឈើស្អាតហើយចង់ទៅថតបាទព្រោះថាដើមឈើជាសម្បត្តិធម្មជាតិមួយដែលត្រូវចំណាយពេលយូរបាទទៅប្រើប្រាស់បានបាទជាសម្បត្តិធម្មជាតិដែលមានតម្លៃហើយវាជួយដល់អាកាសធាតុផងបាទបើសិនជាមានដើមឈើច្រើនធ្វើឲ្យភ្លៀងធ្លាក់តាមរដូវកាលបាទហើយវាអត់ក្តៅបាទអស្ចារ្យណាស់បាទ